ចាជំរាបសួរពុកម៉ែបងប្អូនពុំមីងតាចាជាទូទៅពុកម៉ែបងប្អូនធ្លាប់តែឃើញខ្ញុំថតនៅស្រែនៅអីចឹងណាតែលើកនេះខ្ញុំមកនៅទីក្រុងម្ដងមើលយ៉ាងម៉េចអូមិននឹកខ្ញុំស្មានថាអូនៅទីក្រុងមានឡានខ្វាត់ខ្វែងចឹងម៉ូតូខ្វាត់ខ្វែងចឹងទេអីចាអត់ដូចនៅស្រុកស្រែអីចឹងណាស្រុកស្រែជនបទចាពិតជាមើលទៅគួរឲ្យភ្នែកគួរឲ្យសប្បាយភ្នែកដែរតាពុកម៉ែបងប្អូនចាហើយគោលបំណងនៃ admin ឡើងមកភ្នំពេញនេះគឺ admin កំពុងតែរកការងារធ្វើផងដូចខ្ញុំបញ្ជាក់ខាងដើមចឹងចាគឺ MMO ក៏ខ្ញុំធ្វើការងារបន្តបន្សំក៏ខ្ញុំធ្វើអញ្ចឹងណាគ្រាន់បានកម្រៃប្រាក់ចិញ្ចឹមជីវិតខ្លួនឯងទៅថ្ងៃអនាគតអីអញ្ចឹងទៅពុកម៉ែបងប្អូនពុំមានតាចាហើយអ្វីដែលសំខាន់គឺតកាយើងតាំងចិត្តធ្វើចាការពុះពៀនៅឧបសគ្គគ្រប់បែបយ៉ាងដែលនៅរាំងស្ទះពីមុខយើងអញ្ចឹងណាចាហើយបើយើងដាក់តាំងចិត្តថាធ្វើហើយយើងត្រូវតែព្យាយាមតទៅមុខទៀតចាទោះបីជាការងារនោះវាយ៉ាងម៉េចយ៉ាងម៉ាអីចឹងណាយើងត្រូវតែព្យាយាមត្រូវតែតស៊ូទៅមុខរកដំណោះស្រាយក្នុងជីវិតរបស់យើងធ្វើយ៉ាងម៉េចឲ្យដំណើរជីវិតរបស់យើងដើររលូនមើលទៅថាដូចជាផ្កាត្រូវទឹកទៅសើមអីចឹងទៅណាពុកម៉ែបងប្អូនពុំមានតានេះគឺជាទស្សនវិជ្ជានៅលើដងវិថីដែលខ្ញុំកំពុងតែរងចាំមេរបស់ខ្ញុំដែលកំពុងតែដឹកនាំខ្ញុំទៅរកកន្លែងការងារធ្វើអីចឹងទៅពុកម៉ែបងប្អូនពុំមានតាចាដោយសារយើងការងារនោះផងបន្តបន្សំដូចខ្ញុំបានបញ្ជាក់អញ្ចឹងចាគិតទៅនៅស្រុកស្រែយូរទៅមើលទៅឃើញមានមកដល់ទីក្រុងមានឡានមានអីអញ្ចឹងណាពុកម៉ែបងប្អូនចាហើយឥឡូវនេះខ្ញុំបានមកដល់កន្លែងដែលគោលដៅដែលត្រូវបានកំណត់ឲ្យពុកម៉ែបងប្អូនពុំមានតាចាមានបងប្អូនអ្នកពិការច្រើនដែរចាពុកម៉ែបងប្អូនចាហើយបន្តមកខ្ញុំក៏បានចេញពីនោះហើយរួចរាល់ហើយសម្ភាររួចរាល់ហើយខ្ញុំក៏បានមកបន្ទប់ដែលធ្លាប់រាប់អានគ្នាអញ្ចឹងណាសូមគាត់ស្នាក់អាស្រ័យមួយរយៈសិនចាតម្រាំតែមើលថាការងារនោះវាយ៉ាងម៉េចយ៉ាងម៉ាអីចឹងទៅចាអញ្ចឹងពិតជាអារម្មណ៍ថាសប្បាយចិត្តណាហើយពុកម៉ែបងប្អូនគ្រាន់តែយើងជីថ្ងៃក្តៅខ្លាំងពេកធ្វើឲ្យមុខឡើងក្រហមអស់ហើយពុកម៉ែបងប្អូនពុំមានតាតែវាមិនជាបញ្ហាសម្រាប់ជីវិតរបស់ខ្ញុំហើយក៏វាមិនមែនជាឧបសគ្គសម្រាប់ដំណើរជីវិតរបស់ខ្ញុំទេចាបើសិនជាខ្ញុំតាំងចិត្តតែត្រូវតែធ្វើខ្ញុំត្រូវតែព្យាយាមពុះពៀលលុះត្រាតែដង្ហើមចុងក្រោយរបស់ខ្ញុំចាអ្វីដែលយើងគិតថាវាជាឧបសគ្គយើងត្រូវតែវាយផ្លូវនោះឲ្យដើរទៅរលូនចាប៉ុន្តែសំខាន់នៅក្នុងសង្គមត្រូវតែផ្ដល់អត្ថប្រយោជន៍ដល់រូបខ្ញុំផងដែរចាអ្វីដែលសំខាន់គឺយើងការតាំងចិត្តធ្វើចាអ្វីដែលយើងថាអូជាឧបសគ្គនោះមិនមែនជាបញ្ហាសម្រាប់ជីវិតរបស់យើងទេចាយើងត្រូវតែតស៊ូ